គ្មានមុនអាគុំបកាយស័ក្តិសិទ្ធិណាមកដោះស្រាយសេចក្តីទុកផ្លូវចិត្តបានទេគឺណាដល់អញ្ចឹងទោះទ្រព្យសម្បត្តិមានមកលោកសិទ្ធិក៏នៅតែកើតមានរឿងកើតទុកគឺណាមហាសិទ្ធិលេខ1ហ្នឹងហើយឮថាកូនអត់ទទួលស្គាល់កូនស្រីគឺណាចេញពីផ្ទះទៅបាត់អត់អីចឹងទៅឲ្យតើឪពុកម្ដាយកើតទុកប៉ុណ្ណាហ្នឹងហើយអាហ្នឹងគ្រាន់តែលើកឡើងឲ្យឃើញថាវាមានសេចក្តីទុកផ្លូវចិត្តសូម្បីតែទ្រព្យសម្បត្តិមានប៉ុណ្ណាក៏មកដោះស្រាយអត់រួចព្រោះវារឿងផ្សេងវាមិនមែនរឿងត្រូវការទ្រព្យសម្បត្តិនឹងឯណាវាត្រូវការភាពកក់ក្ដៅក្នុងក្រុមគ្រួសារគឺណាទ្រព្យសម្បត្តិដោះស្រាយអត់បានទេហ្នឹងហើយរឿងស្អីមកសន្ធឹកទៀតអញ្ចឹងណាបើប៉ាអិននៅតែកើតទុកចាំបាច់និយាយអីមនុស្សយើងបើអិនសម្បត្តិទឹកណានៃដូច្នេះត្រូវដោះស្រាយដោយបញ្ញាត្រង់ដែលថាអត់មានខ្លួនយើងអត់ស្រេចហើយតែយើងចេះតែនៅជាមួយសេចក្តីល្ងងនឹងរហូតទៅយ៉ាងម៉េចព្រោះការពិតវាអត់មានអត្តាយើងស្រេចហើយគឺណាហើយប្រធួនណែនាំឲ្យយើងមករស់នៅជាមួយនឹងការពិតតែយើងចេះតែទ្រាំនៅជាមួយនឹងការវង្វេងអត់មានខ្លួនយើងចេះសម្គាល់តែខ្លួនទៀមទាត្រូវការប្រាថ្នាអីសពគ្រប់អញ្ចឹង